ចូលមកកាន់កន្លែងនេះមកនេះកន្លែង reward កន្លែងនឹងមករូបកណ្ដូហ្នឹងបងប្អូនអរគ្នានឹងឃើញហើយនេះអានេះខ្ញុំទទួលបានហើយ$50វាគ្រីសហើយនៅពេលដែលបងប្អូនអរគ្នាណែនាំបានបន្តទៀតគ្រប់ជោគជ័យដោយដែលខ្ញុំបង្ហាញមុនមិញហ្នឹងសម្រាប់បងប្អូនអរគ្នាដែលបានធ្វើការបង្កើត Binance រួចហើយបាទអត់ដឹងថាតើយើងត្រូវធ្វើបែបណាដើម្បីទទួលបាន promotion ពី Binance មានចំនួនទឹកប្រាក់បាទចាប់ពី$50 $100 រហូតដល់$300អញ្ចឹងបងប្អូនអរគ្នាវីដេអូមុនគឺខ្ញុំបានធ្វើការបង្ហាញទៅកាន់បងប្អូនអរគ្នារួចមកហើយអញ្ចឹងដោយហេតុឃើញបងប្អូនអរគ្នាមានចម្ងល់ឆ្ងល់ជាច្រើនទៀតអត់ដឹងថាតើយើងគួរធ្វើបែបណាដើម្បីទទួលបាននៅ promotion ហ្នឹងអញ្ចឹងបងប្អូនអរគ្នាអាចមើលនៅវីដេអូនេះបានខ្ញុំនឹងធ្វើការបញ្យល់ទៅកាន់បងប្អូនអរគ្នាឲ្យកាន់តែច្បាស់តែម្ដងអញ្ចឹងដើម្បីកុំឲ្យខាតពីយូរសម្រាប់បងប្អូនអរគ្នាបាទដែលកំពុងតែមើលនៅវីដេអូរបស់ខ្ញុំបាទនៅក្នុង YouTube កុំភ្លេចជួយ like ក៏ដូចជា subscribe នៅវីដេអូរបស់ខ្ញុំនេះមួយផងសម្រាប់បងប្អូនអរគ្នានៅក្នុង Facebook កុំភ្លេចជួយ like ក៏ដូចជា follow នៅ Facebook page របស់ខ្ញុំម្នាក់មួយផងហើយបើសិនតែបងប្អូនអរគ្នាគិតថាវីដេអូរបស់ខ្ញុំនេះមានប្រយោជន៍បាទកុំភ្លេចជួយ share នៅវីដេអូរបស់ខ្ញុំនេះមួយផងដើម្បីឲ្យមិត្តភ័ក្តិបងប្អូនអរគ្នាបានឃើញបន្តទៀតគាត់ក៏ចេះធ្វើគាត់ក៏ចេះរកលុយដូចបងប្អូនអរគ្នាអញ្ចឹងដែរអញ្ចឹងដើម្បីកុំឲ្យខាតពីយូរខ្ញុំនឹងធ្វើការបញ្យល់បង្ហាញទៅកាន់បងប្អូនអរគ្នាពីរបៀបការចូលទៅយក promotion ទាំងអស់គ្នាពេលដែលចូលមកកាន់ Binance របស់យើងសម្រាប់យើងដែលជាម្ចាស់ account ផ្ទាល់អញ្ចឹងយើងត្រូវតែណែនាំសមាជិកអញ្ចឹងដើម្បីណែនាំបានយើងចូលមកកាន់កន្លែង referral ឬក៏ភាសាខ្មែរវាដាក់ថាការណែនាំអញ្ចឹងយើងចុចលើការណែនាំកន្លែងហ្នឹងមកអញ្ចឹងបន្តមកទៀតបងប្អូនអរគ្នាមើលភាគរយកន្លែងនេះបងប្អូនអរគ្នាដែលទើបតែចុះឈ្មោះ Binance បាទអត់ទាន់បានលេងអីកន្លែងនេះគឺប្រកាសជា load 95% ហើយអញ្ចឹងបងប្អូនអរគ្នាត្រូវតែណែនាំសមាជិកបើសិនវា load ត្រឹម 95% ត្រូវណែនាំសមាជិក2នាក់បាទបើសិនជា load 99ដោយខ្ញុំចេះណែនាំសមាជិកតែម្នាក់ទេអញ្ចឹងបងប្អូនអរគ្នាអាចចុចកន្លែងនេះបាទ share កន្លែងនេះទៅហើយ share នេះ copy link នេះ share ទៅកាន់មិត្តភ័ក្តិរបស់បងប្អូនអរគ្នានៅពេលដែលពួកគាត់ធ្វើការចុះឈ្មោះពេញតាក់ញិនបានអីទៅអញ្ចឹងណាអញ្ចឹងឥឡូវនេះគឺខ្ញុំបង្ហាញទាក់ទងទៅនឹងអ្នកថ្មីដែលទើបតែចុះឈ្មោះបាទឥឡូវនេះគឺខ្ញុំឧទាហរណ៍ឲ្យបងប្អូនអរគ្នាមើលឥឡូវនេះឧទាហរណ៍ថាបងប្អូនអរគ្នាណែនាំសមាជិកបានមួយហើយអញ្ចឹងឥឡូវខ្ញុំចូលទៅបង្ហាញទាក់ទងទៅនឹងអ្នកថ្មីដែលគាត់បានធ្វើការចុះឈ្មោះរួចហើយបងប្អូនអរគ្នាត្រូវតែធ្វើការចុះឈ្មោះឲ្យចេញសញ្ញាពណ៌ខៀវបែបនេះណាពាក្យថា verify ទើបបងប្អូនអរគ្នាមានសិទ្ធិក្នុងការធ្វើបានអញ្ចឹងបន្តមកទៀតបងប្អូនអរគ្នាចូលមកកាន់កន្លែង access ខាងក្រោមនេះមកនេះ access ខាងក្រោមនេះអញ្ចឹងបងប្អូនអរគ្នានឹងឃើញកន្លែងពណ៌លើនេះហើយបាទវាដាក់ថា add fund ភាសាខ្មែរដូចជាដាក់យ៉ាងម៉េចទេខ្ញុំអត់ចាំដែរអញ្ចឹងយើងចុចកន្លែងហ្នឹងមកហើយតម្រងដាក់ដូចគ្នាទេបាទតម្រងនេះដាក់ដូចគ្នាទេភាសាខ្មែរអង់គ្លេសគឺដូចតែគ្នាទេបន្តមកទៀតអ្នកនរគ្នាត្រូវតែយកពាក្យថា on chain deposit ខាងក្រោមនេះ on chain ហើយកន្លែងនេះយើងត្រូវជ្រើសរើសយកពាក្យថា USDT ប្រភេទ currency បងប្អូនបាទ USDT បន្តមកទៀតបងប្អូនអរគ្នាត្រូវតែជ្រើសរើស network មួយដែលមានឈ្មោះថា BSC ហ្នឹងគឺ Binance Smart Chain ណាឬក៏មួយទៀតគេហៅថា BEP20 ឬក៏ហៅថា BAT20 បាទអញ្ចឹងយើងចុចលើវាមកបកមកអូខេអញ្ចឹងមកដល់កន្លែងនេះគឺបងប្អូនអរគ្នាចង់ឲ្យពីណាគេបាញ់លុយមកបាទយើងដាក់ត្រឹមតែ$10អីបានហើយអ្នកនរគ្នាបាទយើងដាក់ត្រឹមតែ$10អីបានហើយអញ្ចឹងទី1គឺយើងអាច copy address នេះទៅឲ្យគេក៏បានយើងគ្រាន់តែចុចលើវាបកមកទី2យើងអាច screenshot QR នេះទៅឲ្យគេដើម្បីគេបាញ់លុយមកយើងអូខេអញ្ចឹងអានេះដោយសារតែទូរស័ព្ទនៃការបាញ់លុយគឺនៅចិត្តរបស់ខ្ញុំហីអញ្ចឹងខ្ញុំធ្វើការបាញ់លុយនេះចូលទៅក្នុង account នេះតែម្ដងអញ្ចឹងបងប្អូនអរគ្នាគ្រាន់តែតម្លាក់ QR នេះឲ្យគេអ្នកបាញ់ទៅគឺគេនឹងបាញ់ឲ្យយើងហើយបាទខ្ញុំ recommend ឲ្យបងប្អូនអរគ្នាដាក់ត្រឹមតែចាប់ពី$10ឡើងទៅឥឡូវខ្ញុំសូមធ្វើការដាក់លុយពី account របស់ខ្ញុំមួយទៀតតិចសិនបាទអញ្ចឹងទាក់ទងទៅនឹងការដាក់លុយបងប្អូនអរគ្នាសម្រាប់ account នេះខ្ញុំនឹងបាញ់លុយទៅអញ្ចឹងខ្ញុំយកពាក្យថា send បាទខ្ញុំយកពាក្យថា send កន្លែងនេះហើយយកពាក្យថា on chain ដូចគ្នានេះ on chain ដូចគ្នាកន្លែងហ្នឹងណាបាទបន្តមកទៀតខ្ញុំយក USDT ដូចគ្នាបាទដូចគ្នាអូខេហើយកន្លែងនេះគឺជាកន្លែងដែលយើង scan ណាកន្លែងចុចកន្លែង scan ហ្នឹងមកហើយយើង scan ទៅปุ๊បវា load ปุ๊បហើយអញ្ចឹងកន្លែង network គឺយើងយក BSC ដូចគ្នាបាទ BSC ដូចគ្នាមកហើយខាងក្រោមនេះគឺដាក់ចំនួនទឹកប្រាក់អញ្ចឹងយើងដាក់ត្រឹមតែ$10អីបានហើយណាខ្ញុំដាក់$10ចូលហើយខ្ញុំចុចពាក្យថា withdraw អូខេហើយខ្ញុំចុចពាក្យថា confirm ខាងក្រោមនេះអូខេអញ្ចឹងមកដល់កន្លែងនេះគឺវាទាមទារឲ្យយើងដោះ security ដែលយើងបានធ្វើការចាក់អញ្ចឹងខ្ញុំសូមដោះ security បងប្អូនអរគ្នាដាក់ security ប្រមាណបងប្អូនអរគ្នាដាក់ប៉ុណ្ណឹងមកអូខេឥឡូវខ្ញុំសូមធ្វើការដាក់តិចសិនខ្ញុំ copy វាផាសមកដាក់មកហើយចុចនេះមកអូខេអញ្ចឹងវាកំពុងដំណើរការហើយបាទអញ្ចឹងយើងត្រឡប់មកមើល account របស់យើងនេះវិញយើងអាចធ្វើការ back វាថយក្រោយបាទយើងអាច back វាថយក្រោយទៅអូខេហើយយើងរងចាំមកសន្ទុះឬយើង refresh វាលុយរបស់យើងនឹងចូលមកកាន់ account របស់យើងនេះទៅហើយនេះបងប្អូនអរគ្នា load message មកហើយអូខេនេះបងប្អូនអរគ្នាលុយចូលហើយអញ្ចឹងបន្តមកទៀតបងប្អូនអរគ្នាត្រូវធ្វើយ៉ាងណាបាទបងប្អូនអរគ្នាអាចចូលទៅមើលភាគរយរបស់យើងសិនបាទយើងអាចចូលមើលមុនក៏បានចូលមើលក្រោយក៏បានយើងអាចចូលមកកាន់ trade 3នេះបាទយើងចូលមកកាន់ referral នេះបាទរូបបើភាសាខ្មែរវាដាក់ថាការណែនាំអញ្ចឹងយើងចុចលើការណែនាំមកបន្តមកទៀតបងប្អូនអរគ្នាបាទកន្លែងនេះគឺយើងមានភាគរយ 95.90% 95.90% អញ្ចឹងបងប្អូនអរគ្នាចុចមើលកន្លែងនេះគឺយើង account ថ្មីអត់ទាន់មានអីទេសម្រាប់យើងដែលជា account ថ្មីអញ្ចឹងបន្តមកទៀតបងប្អូនអរគ្នាត្រូវតែចូលទៅធ្វើការ trade នៅលើ spot អ្នកគ្នាចូលមក trade កាន់ spot ខាងក្រោមនេះណាបាទនេះអាវងហ្នឹងចុចលើនឹងមកបន្តមកទៀតបងប្អូនអរគ្នាចូលមកកន្លែងពាក្យថា spot នេះណាspot នេះបន្តមកទៀតកន្លែងនេះ
nè cái line limit đi bóng bóng này chạy lưu viên máu line limit đấy nghe ok bóng bóng này vô bị tham market nè cái line này market chạy lưu market bỏ máu hay cái line này dương pa cái line nào mùi tới bà tới vì bà này bắt đầu mà tiết nó này cho mùi cái line nè nè cần lừa nữa bà cái line nứng dương cho chưa đồ cả Krabi BTC những ai tới cả này các bạn những ai tới cả này các bạn ở C set này các bạn đưa co cả này các bạn này nè thu set nè cả thu set này các bạn này nó pram cồn chạy lưu viên màu ok cái lấy này dương ra này thôi thấy cứ vợ dương chạy về thằng ngọn đó anh cứ về đấy ở dương chạy thích ở cầu này mùi bó ở dương chạy confirm tao mà tiết cứ bằng bộ nọc này mơ nơi account ở mùi tiết bà chẳng đi cái account này dương để này nôm á nè này chẳng dương cho một mơ cái lấy đi vào đó nè thì chạy mơ cái lấy đi vào đó đừng màu trong một bộ nọc này chạy cái lấy cái đá này cứ nhá đi vào đó nè một bộ nọc này cứ nhớ nè account ID 87 account đại dương bàn này nôm mạnh nữa một bốn bà đại dương bàn bằng hành thằng một ngoài nâng p đại dương này nôm phím viên nâng lútแบบนี้bà viên nâng lútแบบนี้ incomplete cái này nè bà incomplete cái nàyสำหรับ account đại dương cho smart ថ្មីចឹងឥឡូវយើងចូលទៅមើល account ដែលយើងត្រូវចុះឈ្មោះថ្មីថាតើយើងត្រូវធ្វើបែបណាដើម្បីយើងទទួលបានលុយចឹងសម្រាប់ account ដែលចុះឈ្មោះថ្មីដូចខ្ញុំបានបង្ហាញមុនហ្នឹងគឺបងប្អូនអរគ្នាគ្រាន់តែទិញលក់ធម្មតាទេកំណត់ដូចដែលខ្ញុំបានកំណត់ឲ្យមាញ់ហ្នឹងមកបាទបន្តមកទៀតយើងចុចកន្លែងនេះអូ 100% មកនេះបាទសញ្ញាជ្រុងហ្នឹងណាអូឲ្យបាន 100% មកឃើញចំនួនលុយដែលយើងបានធ្វើការដាក់ចូលនេះរួចហើយយើងធ្វើការចុចបាយអូខេបន្តមកទៀតយើងត្រឡប់មកកន្លែងពាក្យថា sell បាទយើងមកត្រឡប់កន្លែងពាក្យថា sell ហើយយើងចុច O ទៀតអញ្ចឹងយើង sell buy អញ្ចឹងណាបងប្អូនគ្នាបាទយើងត្រឡប់មកវិញត្រឡប់មកកន្លែង buy វិញឬក៏ទិញវិញរួចហើយយើងចុច buy អូខេហើយយើងមកត្រឡប់មកកន្លែងលក់ឬក៏ sell វិញយើងចុច O 100% ទៀតយើងចុច sell អញ្ចឹងយើងធ្វើបែបនេះតតែ account ដែលយើងបានណែនាំយើង account ចាស់ណែនាំ account ថ្មីនេះតតែ account ចាស់នឹងពេញអញ្ចឹងយើងទិញលក់រហូតតតែពេញណាអូខេអញ្ចឹងតិចទៀតខ្ញុំបង្ហាញបងប្អូនគ្នាថាតើពេញបែបណាអូខេអញ្ចឹងយើងមើលមកបងប្អូនគ្នាទិញលក់អញ្ចឹងមកអញ្ចឹងដោយបងប្អូនគ្នាបានឃើញហើយនេះគឺជា account អ្នកដែលណែនាំយើងណាអ្នកចាស់ណែនាំអ្នកថ្មីណាគឺកន្លែងនេះគឺវាមាន3កម្មបាទកន្លែងនេះ incomplete ពាក្យថា incomplete នេះវាមាន3ចឹងបងប្អូនគ្នាចាំមើលនៅពេលដែលយើងទិញលក់វាឡើងបានប្រមាណកម្មវាធ្លាក់ចុះនៅសល់ប្រមាណអញ្ចឹងណាវាមានតេស្តទី1តេស្តទី2និងតេស្តទី3អូខេអញ្ចឹងយើងចាប់ផ្ដើមមកទិញលក់នៅ account ថ្មីនេះដើម្បីឲ្យគ្រប់ volume វាអញ្ចឹងណាអ្នកនរគ្នាអញ្ចឹងយើងទិញលក់អញ្ចឹងមកអូខេយើងទិញលក់ធ្វើម៉េចឲ្យគ្រប់ account ចាស់ដែលយើងណែនាំអញ្ចឹងណាយើងទិញលក់អញ្ចឹងមកអូខេអញ្ចឹងអត់ប្រហែលទេបងប្អូនបាទគឺងាយខ្លាំងមែនទែនអញ្ចឹងអ្នកនរគ្នាអាចសាកល្បងតាមវិធីនេះបានហើយបងប្អូនអរគ្នាអាចធ្វើតាមវិធីណាក៏បានដែរឲ្យតែបងប្អូនអរគ្នាទទួលបានលុយហើយមិនខុសគោលការណ៍របស់ Binance បងប្អូនអរគ្នាសូមប្រើប្រាស់ឲ្យត្រូវតាមគោលការណ៍របស់ Binance សូមកុំខ្លែងបន្លំអីផ្សេងណាព្រោះនេះគឺជាការចែករំលែកកាន់បងប្អូនអរគ្នាតែប៉ុណ្ណោះចែករហូតអញ្ចឹងណាទិញលក់អញ្ចឹងមកណាអូខេអញ្ចឹងសម្រាប់សេវាយើងខាតត្រឹមតែប្រហែល$1កន្លះអីទេឥឡូវនេះវាលោតធ្លាក់មក2ហើយវាយើងនៅសល់2ទៀតគេណាយើងទិញបណ្ដាយើងទិញលក់បណ្ដាយើងមើលបណ្ដាទៅណាបងប្អូនអរគ្នាបាទឥឡូវខ្ញុំដាក់ឲ្យបងប្អូនអរគ្នាមើលកន្លែងនេះតែម្ដងទៅអូខេយើងទិញលក់បណ្ដាយើងនេះបណ្ដាមកយើងមើលបណ្ដាទៅថាវាលោតអត់នេះខាងក្រោមហ្នឹងបងប្អូនអរគ្នាឃើញទេវាលោតបាទវាលោតហើយអញ្ចឹងយើងអាចចុចអូខេទៅវានៅសល់2កម្មទៀតអញ្ចឹងបងប្អូនអរគ្នា trade ឲ្យគ្រប់មក volume trade ឲ្យគ្រប់មកទិញលក់ឲ្យគ្រប់មកអត់បានទេទិញលក់អញ្ចឹងមកណាគឺងាយទេអត់មានអីត្រូវសាំញ៉ាំពិបាកអត់ចេះទេបងប្អូនអរគ្នាមើលវីដេអូនេះហើយបងប្អូនអរគ្នានឹងចេះតែម្ដងនិយាយទៅគឺយើងចុចធ្វើម៉េចឲ្យគ្រប់បែបនេះដូចខាងក្រោមនេះបងប្អូនអរគ្នាខ្ញុំអត់ចង់ឲ្យវីដេអូវែងទេអញ្ចឹងបងប្អូនអរគ្នាគ្រាន់តែទិញលក់មើលអានេះវាគ្រប់ចេញបែបនេះបាទចេញបែបនេះហើយបងប្អូនអរគ្នានឹងទទួលបានហើយបងប្អូនអរគ្នានឹងទទួលបាននៅរង្វាន់នឹងហើយអញ្ចឹងណាអញ្ចឹងតេតងរង្វាន់គឺយើងយ៉ាងម៉េចបាទបងប្អូនអរគ្នាចូលទៅមើលកន្លែងណាបងប្អូនអរគ្នាចូលមកកន្លែង My Reward កន្លែងនេះចូលកន្លែង My Reward កន្លែងនេះបងប្អូនអរគ្នានឹងឃើញពាក្យថា Progress បងប្អូនអរគ្នានឹងឃើញពាក្យថា Progress ឥឡូវខ្ញុំបង្ហាញអញ្ចឹងបងប្អូនអរគ្នានេះចូលមកកាន់កន្លែងនេះមកនេះកន្លែង Reward កន្លែងហ្នឹងមករូបកណ្ដូហ្នឹងបងប្អូនអរគ្នានឹងឃើញហើយនេះអានេះខ្ញុំទទួលបានហើយ$50វាគ្រីសហើយនៅពេលដែលបងប្អូនអរគ្នាណែនាំបានបន្តទៀតគ្រប់ជោគជ័យដោយដែលខ្ញុំបង្ហាញមុនមិញហ្នឹងវានឹងចេញ in progress កន្លែងនេះបាទអញ្ចឹងរងចាំរយៈពេល48ម៉ោងបងប្អូនអរគ្នានឹងឃើញលុយចូលនៅក្នុងកន្លែងនេះចូលនៅត្រង់កន្លែងពាក្យថា Reward Hub អញ្ចឹងបងប្អូនអរគ្នាចូលមកកាន់កន្លែង Reward Hub មកវានឹងឃើញកន្លែង My Voucher កន្លែងនេះហើយបាទវានឹងលោតមកកាន់កន្លែងនេះអានេះខ្ញុំបានធ្វើការ claim មកហើយយើងអាចចូលកន្លែង Pass មកនេះបងប្អូនអរគ្នា
នេះគឺខ្ញុំធ្វើបាន50 USDT USDC ស្មើ50ដុល្លារអញ្ចឹងការបង្ហាញគឺបែបនេះបងប្អូនអរគ្នាបាទនេះគឺជាការបង្ហាញរបស់ខ្ញុំទាក់ទងទៅនឹងការចូលទៅយករង្វាន់នៅក្នុង Binance អញ្ចឹងសង្ឃឹមថាបងប្អូនអរគ្នាចេះពីរបៀបការធ្វើទាំងអស់គ្នាហើយបើសិនតែបងប្អូនអរគ្នាទាន់ចេះទេឬក៏មានចម្ងល់ឆ្ងល់កន្លែងណាអាចចងចូលនៅក្នុងក្រុម Telegram របស់ខ្ញុំបានដែលខ្ញុំបានធ្វើការដាក់ឲ្យបងប្អូនអរគ្នានៅក្នុង bio នៅ Facebook page របស់ខ្ញុំនេះអញ្ចឹងបងប្អូនអរគ្នាអាចចងចូលបានហើយឬក៏អាចទាក់ទងមកខ្ញុំបន្តក៏បានដែរណាហើយមួយទៀតបើសិនតែបងប្អូនអរគ្នាគិតថាវីដេអូរបស់ខ្ញុំនេះមានប្រយោជន៍បាទកុំភ្លេចជួយ share នៅវីដេអូនេះម្នាក់មួយផងដើម្បីឲ្យមិត្តភ័ក្តិបងប្អូនអរគ្នាផ្សេងៗទៀតគាត់បានឃើញហើយគាត់ធ្វើគាត់នឹងទទួលបានលុយដោយបងប្អូនអរគ្នាអញ្ចឹងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងឯងបាទជួបគ្នានៅវីដេអូក្រោយបន្តទៀតបងប្អូនបាទបាយបាយ